នេះឱកាសបិទមហាសន្និបាតលើកទី4របស់សម្ព័ន្ធភាពជាតិក្រមប្រឹក្សាថ្នាក់មូលដ្ឋាននៅឯសន្តាគារភ្នំពេញនាថ្ងៃទី22ខែឧសភាឆ្នាំ2025នេះឯកឧត្តមសុកសេដ្ឋាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានអចិន្ត្រៃយ៍នៃកោជអបបានមានប្រសាសន៍ថាទោះបីកម្មវិធីកំណែតម្រង់វិមជ្ឈការនិងវិសហមជ្ឈការទទួលបានសមិទ្ធផលគួរជាទីមោទនៈក៏នៅមានបញ្ហាប្រឈមជាគន្លឹះនិងកិច្ចការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយបន្តមានដូចតទៅនេះពិនិត្យឡើងវិញលើការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចនិងមុខងាររបស់រដ្ឋបាលរាជធានីខេត្តឲ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាពដើម្បីធានាឲ្យក្រុមប្រឹក្សារាជធានីខេត្តអាចម្ចាស់ការក្នុងការគ្រប់គ្រងចាត់ចែងមុខងារនិងធនធានក្នុងពេលដែលមុខងារកាន់តែច្រើនត្រូវបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិប៉ុន្តែរដ្ឋបាលថ្នាក់ក្រោមជាតិខ្វះទាំងចំនួនបុគ្គលិកនិងសមត្ថភាពជំនាញក្នុងការអនុវត្តមុខងារដែលនេះគឺជាបញ្ហាប្រឈមដែលត្រូវគិតគូរដោះស្រាយជាបន្ទាន់ទោះបីថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិបានកើនឡើងជាបន្តបន្ទាប់ក៏ដោយប៉ុន្តែដោយសារការកើនឡើងនៅតម្រូវការរបស់ប្រជាពលរដ្ឋធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែទទូចស្នើសុំបង្កើនការផ្ទេរធនធានហិរញ្ញវត្ថុបន្ថែមទៀតភាពចាំបាច់ក្នុងការជំរុញនិងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀបចំឲ្យមានផែនការរៀបចំដែនដីប្លង់គោលប្រើប្រាស់ដីដើម្បីលើកកម្ពស់ការរៀបចំនគរូបនីយកម្មនិងការអភិវឌ្ឍតាមវិស័យនានាជាដើមអាស្រ័យហេតុនេះឯកឧត្តមសុកសេដ្ឋាបានផ្ដល់អនុសាសន៍មួយចំនួនមានជាអាចសម្ព័ន្ធភាពជាតិក្រមប្រឹក្សាថ្នាក់មូលដ្ឋានបន្តពង្រឹងសមត្ថភាពសមាជិករបស់ខ្លួនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកោជអបនិងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការពង្រឹងសមត្ថភាពការអនុវត្តសិទ្ធិអំណាចនិងការទទួលខុសត្រូវស្របច្បាប់របស់ក្រមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពស្នើក្រុមប្រឹក្សាក្រុងស្រុកខណ្ឌឃុំសង្កាត់ពង្រឹងការអនុវត្តការងាររបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនស្របច្បាប់និងលិខិតបទដ្ឋានជាធរមានដូចជាកិច្ចប្រជុំប្រចាំខែការរៀបចំវេទិកាសាធារណៈការអនុវត្តនិងការតាមដានត្រួតពិនិត្យលើការអនុវត្តផែនការអភិវឌ្ឍកម្មវិធីវិនិយោគគម្រោងថវិកានិងកិច្ចលទ្ធកម្មជាដើមឲ្យបានល្អប្រសើរស្របតាមគោលការណ៍និងនីតិវិធីដែលបានកំណត់ឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តទូនាទីភារកិច្ចរបស់ខ្លួនឲ្យស្របតាមលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃនិងត្រូវបំពេញកាតព្វកិច្ចឲ្យបានត្រឹមត្រូវស្របតាមលក្ខខណ្ឌកំណត់ក្នុងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានពីខ្ញុំខឿនសាខៀង PNN ភ្នំពេញ